លោកប្រុសជួយមើលលោកស្រីផងតាំងពីមកវិញលោកស្រីដូចជាមិនសូវស្រួលទេបាយល្ងាចញ៉ាំតែបន្តិចកាត់អីមហូបមិនឆាញ់ឬមួយលួចសុនធ្វើឲ្យខឹងឬមួយក៏មករដូវលោកបឈុនលោកតែលោករកលុយមកដំបងរបៀបណារកលុយលើកដំបងអត់មានទេរៀនចប់ភ្លាមគឺបន្តវិញពីគ្រូសាចាញ់ទៅវិញទេខ្ញុំចង់នៅម្នាក់ឯងស្ងប់ស្ងាត់ប្រាប់បានទេថាមានអីកើតឡើងនិយាយក៏លោកបញ្យល់ដែរអ្នកទទួលបានប្រាក់1លានយន់លោកបឈុនមិនក៏ផ្ទេរលុយមកឲ្យខ្ញុំ1លានបែបនេះប្រធានលោកកម្មវិធីខាងស្អែកសម្លៀកបំពាក់លោកស្រីត្រូវបានផ្ទេរចេញពីគណៈនៃលោកហើយលើកនេះមិនច្បាស់លោកស្រីខាងទៅទេជីសម្លៀកបំពាក់ខាងស្អែកគឺមានកម្មវិធីចង់ទៅកំណត់ខ្ញុំដែរទេសាប់ណាប្រកាសហើយលោកលួននិងអ្នកស្រីពិតជាសមគ្នាណាស់បាយក្បាត់កាលលោកបដូរជាពណ៌ខៀវវិញគឺកាន់តែស៊ីគ្នាជាមួយនឹងឈុតអ្នកស្រីមានរឿងអីនៅទីនេះមានក្បាត់កខៀវទេចាំមានលោកលួនលោកលោកនិងអ្នកស្រីសមគ្នាខ្លាំងណាស់រួចហើយចុះបែបនឹងចុះខ្ញុំមើលតែលោកលោកម្នាក់នេះមិនឃើញមានអីគួរខ្លាចដូចអញថាមកពីអញដឹងរឿងតិចពេកបើលោកលូគ្មានមជ្ឈបាយមុតស្រួលទេនោះអញកាន់តំណែងក្នុងក្រុមហ៊ុនលូដល់សប្តាហ៍ថ្ងៃលើក្រោយបើជួបលោកលូប្រយ័ត្នមាត់ផងតែលោកលូទីបំផាត់មកដល់ហើយបងនិយាយគ្នាចុះអូនប្រអីញ៉ាំតិចម្នាក់ទេតាមសម្រួលអញ្ចឹងហើយខ្ញុំគិតថាខាងនោះល្អជាងអាយ៉ាចៃដន្យម្លេះជួបគ្នាទៀតហើយចឹងចង់ថាស៊ុយឈីងឈីងឯងពិតជាមុខក្រាស់មិនធម្មតាមែនឯងមានធៀបចេញទេបានជាហ៊ានមកទីនេះដូចយើងនឹងមានធៀបដែរហ៎ប្រហែលជាលួចមកទៀតដឹងប្រកាសជាលួចចូលមកពិតមែនពិធីជប់លៀងធំដុំបែបនេះបងប្អូនឈួនយើងសុកចិត្តនាំកូនចៅមកជាមួយក៏មិននាំអញមកជាមួយដែរស៊ុយឈីងឈីងឯងចាំមកបង្កបញ្ហាទៀតដឹងរាល់ពេលបងពូឈួនមកដៃគូពិធីជប់លៀងគាត់គឺអ្នកចាត់ការខាងកុំប្រាប់ថាបងពូឈួនលួចស្រឡាញ់គាត់ទេឬបងខ្ញុំនិយាយថាបងពូឈួនចង់ឡើងតំណែងឲ្យអ្នកស្រីខាងផងសានសាននិយាយផ្ដេសផ្ដាស់អ្នកស្រីខាងគ្រាន់តែជាបុគ្គលិកឯងមិនអាចឃើញគាត់ស្អាតហើយមកទៀបផ្ដេសផ្ដាស់ទេឈីងឈីងកុំគិតច្រើនអីណាអ្នកស្រីខាងនៅពោឈួនត្រឹមតែមានតែកូនចៅធម្មតាប៉ុណ្ណោះសុំទៅផងលោកពូឈួនទេដែលហៅខ្ញុំមកជប់លៀងនេះតែខ្ញុំកំដៅគាត់មកទាំងអស់គ្នាសុទ្ធតែស្រឡាញ់ពូឈួនមែនទេឈីងឈីងអញគិតច្រើនពេកហើយយើងធំដឹងក្តីជាមួយគ្នាតាំងពីតូចពួកយើងមានត្រឹមតែមិត្តភាពប៉ុណ្ណោះបើស្រឡាញ់មែនយ៉ាងម៉េចយើងពិតជាស្រឡាញ់បងប្អូនឈួនបើនេះមិនប្រើល្បិចដណ្ដើមតំណែងនេះទេអ្នកដែលការជាមួយបងប្អូនឈួនគឺយើងបើនាងការជាមួយលោកពូឈួនចុះមិត្តភក្តិនាងគេព្រមដែរទេឬក៏នាងចង់ធ្វើជាស្រីទី3នាងទាំងនេះស្រីទី4ទី5គេអញឈួតស្អីហ្នឹងគេពីរអ្នកនេះមិនបានស្រឡាញ់បងប្អូនឈួនតែខ្ញុំឃើញអស់ហើយសារឲ្យដៃដែលផ្ញើទៅឲ្យពូឈួននោះនាងថាមិនចង់រៀបការទេអញថាបំភ្លេចសងសាចាស់មិនបានសុកមិនក៏មិនស្រឡាញ់បងប្អូនឈួនយើងអញ្ចឹងសានស្ដាប់យើងសិនឈីងឈីងមិនស្មានថាបងប្អូនឈួនឲ្យអញមើលទូរស័ព្ទគាត់ទេទំនាក់ទំនងអ្នកទាំងពីរកាន់តែផ្អែមល្ហែមហើយអញ្ចឹងយើងក៏អបអរំដែរមិនដែលឃើញតែល្បីបាត់នេះក្នុងរឿងមានសរសេរតាមែនអញ្ចឹងស្រឡាញ់គ្នាណាអ្នកនាងចិនលុយ30លានដែលជាពាក់ខ្ញុំសងវាឆាប់បំផុតបានឲ្យបិទមាត់ទៅហីបងស្រីពួកគេនេះបោកខ្ញុំពួកនាងស្រឡាញ់បងប្អូនឈួនទាំងអស់គ្នាតែបោកក្បាលយើងឲ្យវិលក្បងអស់គេគ្រាន់តែស្រឡាញ់ក្នុងនាមជាបងប្រុសប៉ុណ្ណោះហេតុអីអញជាការញញងរបស់ស៊ូឈីងឈីងងាយបែបនេះមែនទេលើកមុនពេលពួកបងផឹកស្រាក៏ឆ្លោះគ្នាដែរវាមិនអត់ដែរតាមែនហើយខាន់ជួបគ្នាយូរហើយមែនហើយតំបន់របស់យើងត្រូវតែធ្វើល្អឡើងវិញអ្នកចាត់ការខាងមិនបានចំណេះទីនេះពូឈួនអ្នកចាត់ការខាងចាំឲ្យនាងកំពុងតែសួរនាងមិនក៏នាងមកទីនេះលោកលូគឺជំនួយការចៅជាអ្នកប្រាប់ឲ្យខ្ញុំមកកំដរលោកចូលរួមជប់លៀងនេះមែនទេលោកលូជំនួយការចៅគួរតែប្រាប់ថាមិនចាំបាច់មកទេសុំទោសលោកលូទ
ទូរស័ព្ទខ្ញុំខូចទើបមិនបានទទួលសារ អូលោកលូមើលតែជំនួយការចៃធ្វើការមិនដដល់សោះបញ្ឈប់ទេ ជំនួយការចៅធ្វើការជាមួយលោក10ឆ្នាំហើយគេកាន់អំណាចជានាយកទីផ្សារក្រៅប្រទេសទៀតគិតចង់ដេញក៏ដេញបានភ្លាមមែនទេមិនខ្លាចលោកប្រធានចាត់ការនេះទេ ត្រូវធ្វើតាមអូនចុះ មិនមែនទេលោកប្រធានលូប្រហែលជំនួយការចៅផ្ញើសារមកមែនតែអាចទូរស័ព្ទនាងខ្ញុំខូចទើបមិនបានទទួលសារលោកប្រធាន តាមប៉ុណ្្នឹងចឹងសោះសម័យនេះហើយនៅមានអ្នកមិនឃើញសារពេញមួយថ្ងៃទៀតមើលតែនាងក៏មានកំហុសដែរអញ្ចឹងដេញនាងវិញល្អជាងបងគិតយ៉ាងម៉េចដែរលោកពូឈុន តាមអូនចុះ លោកប្រធានស្ដាប់ខ្ញុំសិនខ្ញុំមិនបានតាំងចិត្តទេ បានហើយអ្នកនាងខាងខ្ញុំនិយាយលេងជាមួយអ្នកនាងទេម្យ៉ាងទៀតលោកលូគឺជាមេគឺគ្មានទឹកចិត្តបែបហ្នឹងទេរឿងដែលថាមានបញ្ហាត្រង់ថាលោកលូប្រកាសជាសឹកឲ្យដឹងមែនទេលោកពូឈុន បងនឹងរកចម្លើយឲ្យអូនពួកអូនពីអ្នកសិរីពាក់ព័ន្ធដូចគ្នាបងច្រឡំស្មានថាជា តើ អូន ចេញផាត់ពីស្រីស្រីតាមចោមរំលោកមានស្រីមួយទៀតឲ្យដៃលោកទៅហើយបំបាក់មុខខ្ញុំភ្លាម ឈិញសុំទោស បើសុំទោសឲ្យចាប់នោះចាំបាច់មានប៉ូលីសធ្វើអីទេបើថ្ងៃនេះខ្ញុំមិនរវេសទេណាមិនដឹងថាត្រូវពួកនឹងសើចំអកយ៉ាងណាទេ ខ្ញុំជាព្រមធ្វើតាមនាងមិនកំណត់ទេក៏មិនកំណត់លក្ខខណ្ឌដែរបានទេ អូលើកនេះមិនប្រកាន់ទៅលោកទេខ្ញុំទៅក្រៅខលទៅលូស៊ុនស៊ិន សុំទោសផង ហ្វុងសេឌី ផងសេឌីអញចង់រត់ទៅណាមីស្រីថោកទីបនេះវាធ្វើគេជេរខ្ញុំពេញហ្នឹង កាលនៅរៀនមហាវិទ្យាល័យហ្វុងសេឌីធ្លាប់ជួយជីវិតម្ចាស់កាយនេះអញ្ចឹងបើមិនជួយគឺមិនបានទេមានរឿងអីនិយាយគ្នាបានទេ នាងជានរណាមិនក៏ចេះដឹងរឿងគេយ៉ាងនេះ ជាមិត្តភក្តិនឹងគ្នា ជាមិត្តភក្តិគ្នាមនុស្សប្រភេទតែមួយដឹងថាវាមានចរិតថោកទីបបែបនេះនាងក៏មិនមែនជាមនុស្សល្អដែរ លោកស្រីលូកាត់អីដែរទេ លោកស្រីលូគេជានរណា អ្នកនាងសូមប្រយ័ត្នសម្ដែងតិចទៅនេះជាភរិយារបស់លោកលូប៉ូឈួន លោកស្រីលូសុំទោសផងមុននេះខ្ញុំមិនដឹងថាជាលោកស្រីខ្ញុំមានភ្នែកមិនស្គាល់ភ្នំថៃសាន ហេតុអីបានវាយគេ លោកស្រីលូខ្ញុំបានកំងរោបទុកកម្មវិធីនេះផ្ដាច់មុខពីគេបើជាជន់ម៉ូតជាមួយនឹងតារាម្នាក់ត្រូវគេចោទថាជាចោរលួចម៉ូតរបស់គេទៅវិញខ្ញុំមិនបានចម្លងទេវាជាការរចនាផ្ទាល់របស់ខ្ញុំឈិងពីមុនខ្ញុំធ្វើការនៅកន្លែងរបស់អ្នករចនាម៉ូតលីស្នាដៃខ្ញុំត្រូវបានប្រធានផ្នែកលោកចៅខ្ញុំមកទីនេះគឺមកតតាំងជាមួយគេ អញ្ចឹងដែរសំខាន់នៅពេលនេះគឺនាងមានវិធីបញ្ជាក់ថាវាជាច្បាប់ដើមរបស់នាងទេ ខ្ញុំមិនដឹងទេរឿងនេះមានបញ្ហាច្រើនណាស់បើសិនជាខ្ញុំបានដឹងមុនលោកស្រីលូនៅនាងហ្វុងខ្ញុំសុំទោសពិតមែនឈិងគេនាងគឺជាមិត្តភក្តិនាងមែនទេ ជាមិត្តភក្តិខ្ញុំអ្នកនាងស្គាល់ប្រធានផ្នែករចនារបស់ក្រុមហ៊ុនហ្វាំងសាំងទេ ស្គាល់គឺស្គាល់ហើយតែរកគាត់មានការអី គឺមាន អស់បានចាំបន្តិចទៀតខ្ញុំផ្ញើលេខគាត់ឲ្យនាង ចាអរគុណ លោកស្រីលូអរគុណខ្លាំងណាស់រឿងឈុតនេះសង្ឃឹមថានឹងមានការបកស្រាយច្បាស់លាស់